ប្រជាជនខ្មែរជាច្រើនចេញមុខប្រតិកម្មថ្នាក់ដឹកនាំថៃរឿងប្រាសាទតាមាន់ធំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនជនរួមជាតិជាទីសគោរពនិងជាទីរាប់អានពីខ្ញុំបាទមុនបណ្ឌិត TV វិលមកជួបខ្ញុំបាទសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំមានព័ត៌មានមួយដែលកំពុងតែផ្ទុះយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook របស់យើងគឺពាក់ព័ន្ធទៅលើរឿងប្រាសាទតាមាន់ធំដែលថ្នាក់ដឹកនាំថៃបានប្រកាសយ៉ាងក្តែងថាប្រាសាទតាមាន់ធំគឺជាប្រាសាទរបស់ពួកគេដែលឲ្យប្រជាជនរបស់ពួកគេមកចូលទស្សនាដោយសេរីដោយគ្មានការភ័យខ្លាចផងដែរជាការពិតក្រោយពីបានឃើញព័ត៌មានរបស់ថ្នាក់ដឹកនាំថៃដែលបានចេញបកស្រាយនិយាយបែបនេះទៅកាន់ប្រជាជនថៃធ្វើឲ្យប្រជាជនកម្ពុជារបស់យើងមានការប្រតិកម្មយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំរបស់ថៃថានិយាយពុំបានគិតដល់រឿងប្រវត្តិសាស្ត្រដោយគ្មានបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់នោះទេបើតាមប្រវត្តិសាស្ត្រគឺប្រាសាទតាមាន់ស្ថិតនៅក្នុងប្រទេសកម្ពុជារបស់យើងគឺនៅក្នុងសម័យបារាំងបានគូរផែនទីសម្រាប់កំណត់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃហើយនៅក្នុងផែនទីនោះដែរគឺប្រាសាទតាមាន់ធំស្ថិតនៅក្នុងប្រទេសកម្ពុជាហើយប្រទេសថៃស្ថិតនៅឆ្ងាយពីប្រាសាទតាមាន់ធំមែនទែនវាមិនខុសអ្វីពីរឿងប្រាសាទព្រះវិហារនោះទេដោយនៅក្នុងផែនទីរបស់បារាំងបានគូរគឺប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជារីឯប្រទេសថៃថាប្រាសាទព្រះវិហារគឺជារបស់គេហើយក៏មានការបដិងផ្ដាល់ទៅដល់អន្តរជាតិជាពិសេសទៅដល់ទីក្រុងឡាអេហើយក៏បានកាត់ក្តីឲ្យប្រទេសកម្ពុជាបានឈ្នះក្តីនៅក្នុងគ្រានោះដែរក្រោយពីនេះប្រទេសថៃក៏មិនអស់ចិត្តនោះដែរឥឡូវនេះគេមកទាមទារប្រាសាទតាមាន់ធំទៀតហើយក្នុងនាមយើងជាពលរដ្ឋខ្មែរក៏មិនឈរអោបដៃមើលឲ្យពួកថៃធ្វើអ្វីតាមតែអំពើចិត្តនោះទេគឺមានបងប្អូនខ្មែរយើងជាច្រើនបានចេញមុខប្រតិកម្មទៅលើការបង្ហោះរបស់មេដឹកនាំថៃហើយក៏បានស្នើឲ្យមន្ទីរពាក់ព័ន្ធនៃប្រទេសកម្ពុជាចេញមុខតវ៉ាប្រឆាំងនឹងការបកស្រាយរបស់ថ្នាក់ដឹកនាំថៃនេះផងដែរមិនត្រឹមតែបងប្អូនដែលរស់នៅក្នុងស្រុកនោះទេសូម្បីតែបងប្អូនដែលរស់នៅក្រៅប្រទេសដែលជាជនជាតិខ្មែរក៏ចេញមុខប្រតិកម្មជាមួយនឹងការបង្ហោះនៃវីដេអូរបស់ថ្នាក់ដឹកនាំថៃនេះផងដែរតើចាំមើលរឿងប្រាសាទតាមាន់ធំនេះតើនឹងមានអ្វីកើតឡើងជាបន្តទៀតបើសិនជាមានអ្វីកើតឡើងបន្តទៀតខ្ញុំបាទនឹងអាប់ដេតជូនបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាជួយថែរក្សានៅសម្បត្តិដូនតារបស់យើងដែលបានបន្សល់ទុកតាំងពីដើមកាលមករហូតមកដល់បច្ចុប្បន្ននេះខ្ញុំបាទមុនបណ្ឌិត TV សូមអរគុណសូមជម្រាបលា